នេះធ្វើជួបគ្នាម្ដងទៀតអញ្ចឹងថ្ងៃនេះយើងយកពាក្យមួយចំនួនមកចែករំលែកនឹងអ្នកគ្នាហើយពាក្យនេះប្រហែលជាអ្នកបងប្អូនមួយចំនួនគាត់ចេះហើយអ្នកខ្លះក៏មិនទាន់ចេះដែរអញ្ចឹងណាអញ្ចឹងបើអត់ទាន់ចេះយើងអាចរៀនជាមួយគ្នាហើយកត់វាទុកដើម្បីទៅប្រើប្រាស់ក្នុងថ្ងៃក្រោយនៅពេលដែលយើងត្រូវការអញ្ចឹងឥឡូវយើងកុំឲ្យចាប់ខាតពេកយើងចាប់ផ្ដើមអានទាំងអស់គ្នាអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យដែលយកអាសាប្រើបំផុតនៅក្នុងភាសាចិនដែលវាជាពាក្យមួយជាឆ្នាប់ជាដែលយើងត្រូវការប្រើប្រាស់អញ្ចឹងឥឡូវយើងពាក្យទី1នេះអានថា这是ប្រហែលនេះគឺជាអានមកទៀត这是នេះគឺជាតបទៀតយើងអានថា那是那是នោះគឺជាអានមកទៀត那是នោះគឺជាអញ្ចឹងនេះសិតតែជាសព្វនាមចង្អុលនេះចង្អុលនៅកន្លែងចិត្តនេះនៅកន្លែងឆ្ងាយអញ្ចឹងទៅអញ្ចឹងពាក្យនេះអានថា这边这边ប្រហែលទីនេះឬក៏ត្រង់នេះជួនកាលគេអាចនិយាយថា这里ចឹងទៅឬក៏这ចឹងទៅណា这边ត្រង់នេះឬក៏ទីនេះទៅបាទអញ្ចឹងយើងមកមើលពាក្យមួយទៀតអញ្ចឹងពាក្យនេះយើងអានថាពាក្យមួយនេះយើងអានថាណា边ណា边ត្រង់នោះឬក៏ទីនោះទៀតណា边ត្រង់នោះពាក្យមួយទៀតយើងអានថា这里这里ប្រហែលទីនេះ这里ទីនេះបាទពាក្យមួយទៀតនេះអានថា那里那里ទីនោះដូចគ្នាគឺជាពាក្យយកអាសាប្រើដូចគ្នាបាទអញ្ចឹងឥឡូវយើងមើលទៅមើលលើខាងលើវិញអញ្ចឹងពេលនេះយើងអានថា这些这些មកទៀត这些ទាំងនេះនឹងយើងប្រើប្រាស់សម្រាប់ច្រើនจากពីទៅយើងអាចនិយាយ这些បានហើយ这些ទាំងនេះដល់ពេលទាំងនោះ那些那些ទាំងនោះអានមកទៀត那些ទាំងនោះពេលនេះយើងអានថា谁ការពិតពេលហ្នឹងគឺយើងអានបែរសំឡេងអានពីរយ៉ាងចិនខ្លះគាត់អានស្រួយហ្នឹងទៅតែបើចិនទូទៅភាគច្រើនគេនិយាយអាន谁谁ណាណាវាសួរអ្នកគឺជាណានេះ是谁អ្នកគឺជាណាហ្នឹងទៅបាទអញ្ចឹងឥឡូវយើងមើលពាក្យក្រោមទៀតពេលនេះអានថា一样一样ដូចគ្នា一样ដូចគ្នាដូចខ្ញុំក៏ចឹងដែរអូយ一样ខ្ញុំក៏ចឹងដែរឬក៏ខ្ញុំដូចគ្នាអញ្ចឹងតទៅពេលពាក្យ11នេះអានថា哪里哪里ចឹងណាលីទី1នេះអានលេខទី2មកណាលីនៅឯណាដោយឥឡូវយើងអាចសួរពាក្យនេះគឺជាពាក្យមួយសម្រាប់សួររកទីកន្លែងតែយើងអាសាប្រើដូចគ្នាណាលីនៅឯណាអញ្ចឹងពាក្យចុងក្រោយយើងអានថា不一样不一样មិនដូចគ្នាណាអញ្ចឹងឥឡូវនេះ一样ដូចគ្នាដល់ពេលបដិសេធ不一样មិនដូចគ្នាបាទអញ្ចឹងអរគុណច្រើនពាក្យយើងថ្ងៃនេះមានធំហ្នឹងសង្ឃឹមថាអ្នកនរគ្នាអាចចូលចិត្តហើយបើគិតថាមានប្រយោជន៍អាចកត់វាទុកបាទអញ្ចឹងយើងជួបគ្នាក្នុងវីដេអូក្រោយអរគុណច្រើន